នេះខ្ញុំសូមជម្រាបសួរពីឋានៈរៀនហុងស៊ុយកូនត្រសៃបៃតងនេះជាវីដេអូទី1ហុងស៊ុយប្រចាំខែជូតដែលមានធាតុដីបូករាសីខាងលើមកជាមួយខែជូតនៅក្នុងឆ្នាំម្សាញ់ឆ្នាំ2025ខែជូតតាមក្បួនតម្រាចិនសែគឺជាខែទី11នៃឆ្នាំចិនសែខែជូតនឹងចូលមកដល់នៅថ្ងៃទី7ខែធ្នូហើយបញ្ចប់ទៅវិញនៅថ្ងៃទី4ខែមករាបងប្អូនដែលសិក្សានៅក្នុងថ្នាក់រៀនកូនត្រសៃបៃតងបងប្អូនចេះរបៀបគណនារកតារាសាស្ត្រប្រចាំខែនីមួយៗឬទេសំណួរនេះពិបាកឆ្លើយព្រោះនាងខ្ញុំអ្នកសួរនាងខ្ញុំដឹងច្បាស់ថានាងខ្ញុំអត់បានបង្រៀនបងប្អូនអំពីរបៀបគណនារកតារាសាស្ត្រប្រចាំខែទេតែធ្វើម៉េចយើងដឹងថាតារាសាស្ត្រប្រចាំខែនីមួយៗចូលនៅខែណាគឺតារាសាស្ត្រលេខប្រមាណសម្រាប់ការមើលតារាសាស្ត្រប្រចាំខែគឺយើងមានតារាងប្រចាំខែនៅក្នុងឆ្នាំនីមួយៗដែលនាងខ្ញុំផ្ដល់ជូនបងប្អូនទាំងអស់គ្នាខែជូតនៅក្នុងឆ្នាំម្សាញ់យើងត្រូវដឹងថាដើម្បីរកតារាសាស្ត្រប្រចាំខែណាមួយយើងត្រូវដឹងថាខែនេះនៅក្នុងឆ្នាំអ្វីអញ្ចឹងយើងស្វែងរកតារាសាស្ត្រប្រចាំខែជូតនៅក្នុងឆ្នាំម្សាញ់យោងទៅលើតារាងដែលនាងខ្ញុំផ្ដល់ជូនបងប្អូនទាំងអស់គ្នាបងប្អូនគ្រាន់តែធ្វើការទម្លាក់ចំណាោពីឆ្នាំម្សាញ់ឆ្ពោះទៅកាន់ខែជូតដែលជាខែធ្នូនោះបងប្អូននឹងស្វែងរកឃើញថាខែជូតនេះតារាសាស្ត្រផ្កាយលេខ1ចចោះនៅចំកដាលអ្វីកដាលដែលយើងនិយាយនេះគឺកដាលទីតាំងដែលយើងរស់នៅមិនថាកដាលទ្វីបកដាលប្រទេសកដាលតំបន់ណាមួយកដាលផ្ទះកដាលបន្ទប់និយាយរួមកន្លែងដែលយើងរស់នៅទោះបីជាយើងបែងចែកចេញជាទីតាំងធំឬទីតាំងទូចយើងអាចបែងចែកផ្ទះយើងឬទីតាំងណាមួយជា9ចំណែកចាំផ្កាយលេខ1ចុះនេះគឺនៅចំណុចកដាលបន្ទាប់មកយើងដឹងថាផ្កាយលេខប្រមាណគឺនៅទាំង8ចំណែកជុំវិញចំណុចកដាលនៃទីតាំងដែលយើងរស់នៅដោយយើងចេះរបៀបដើរផ្កាយអំពីរបៀបដើរផ្កាយមិនថាផ្កាយប្រចាំពេលវេលាណាមួយទេគិតតាំងពីផ្កាយកណាត់ផ្ទះផ្កាយប្រចាំយប់ផ្កាយប្រចាំឆ្នាំខែថ្ងៃម៉ោងគឺយើងត្រូវតែដើរផ្កាយតាមជំហានកើនលេខជានិច្ចបងប្អូនត្រូវតែចាំជាពិសេសគឺការដើរផ្កាយប្រចាំពេលវេលាចនេះគឺត្រូវដើរផ្កាយតាមជំហានកើនលេខផ្កាយលេខ1នៅកដាលផ្កាយលេខ2នៅទិសខាងជើងជាងទិសខាងលិចផ្កាយលេខ3គឺនៅទិសខាងលិចផ្កាយលេខ4នៅទិសខាងជើងជាងទិសខាងកើតផ្កាយលេខ5នៅទិសខាងត្បូងផ្កាយលេខ6នៅទិសខាងជើងផ្កាយលេខ7នៅទិសខាងត្បូងជាងទិសខាងលិចផ្កាយលេខ8នៅទិសខាងកើតផ្កាយលេខ9គឺចដល់ទីតាំងទិសខាងត្បូងជាងទិសខាងកើតអញ្ចឹងក្រោយពីការដើរជំហានតារាសាស្ត្ររួចហើយបងប្អូនយើងនឹងឃើញថាផ្ទះរបស់ពួកយើងទាំងអស់គ្នានៅក្នុងខែជូតនេះគឺមានផ្កាយទាំង9ដួងចនៅទីតាំងរៀងខ្លួនផ្កាយលេខ1នៅចំកណ្ដាលផ្ទះគឺជាផ្កាយនៃលំហូរលុយកាក់ផ្កាយនៃជំនួយផ្កាយនៃភាពរីករាយផ្កាយនេះគឺមានឥទ្ធិពលផ្ដល់ភាពវិជ្ជមានជូនដល់បងប្អូនទាំងអស់គ្នាបងប្អូនកាលពីខែកុរគឺផ្កាយលេខ2ផ្កាយជំងឺផ្កាយនៃរឿងរ៉ាវកើតឡើងគឺនៅចំណុចកណ្ដាលផ្ទះដែលបងប្អូនតែងតែមានលំហូរលុយចេញដោយសារការមើលជំងឺឬមួយក៏បញ្ហាផ្សេងចូលមកដល់ខែជូតខែធ្នូនេះបងប្អូនបានជាសះស្បើយពីជំងឺបងប្អូនបានមានលំហូរលុយកាក់ចូលមកវិញហើយបងប្អូនទទួលបានភាពរីករាយមកវិញជាបណ្ដាអញ្ចឹងបងប្អូនត្រូវថែរក្សាទីតាំងចំណុចកណ្ដាលផ្ទះឲ្យបានស្អាតទាំងទម្រង់ទាំងអនាម័យនិងបើកបង្អួចបើកទ្វារឲ្យមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ហើយបងប្អូនប្រើប្រាស់ទីតាំងនៅចំណុចកណ្ដាលផ្ទះឲ្យបានច្រើននៅក្នុងខែជូតនេះផ្កាយចប្រចាំខែបែងចែកចេញជា2ចំណែកដែលយើងហៅថាផ្កាយអវិជ្ជមានពាក់ព័ន្ធជាមួយនឹងផ្កាយលេខ5ផ្កាយលេខ2ផ្កាយលេខ7និងផ្កាយលេខ3ចំណែកឯប្រភេទផ្កាយទី2គឺផ្កាយវិជ្ជមានដែលមានផ្កាយលេខ1ផ្កាយលេខ4ផ្កាយលេខ6ផ្កាយលេខ8និងផ្កាយលេខ9អញ្ចឹងនាងខ្ញុំសូមនិយាយអំពីផ្កាយអវិជ្ជមានមុនពាក់ព័ន្ធជាមួយនឹងផ្កាយលេខ5ដែលខែជូតនេះចូលនៅទិសខាងត្បូងទិសខាងត្បូងផ្កាយលេខ5បងប្អូននៅក្នុងខែធ្នូដែលចូលមកថ្ងៃទី7ហើយអញ្ចឹងបងប្អូនដែលមានផ្ទះបែរមុខទៅទិសខាងត្បូងឬក៏ទួយផ្ទះនៅទិសខាងត្បូងនៅក្នុងខែធ្នូនេះគឺពាក់ព័ន្ធជាមួយនឹងទិសឆុង3ត្រួតឆុង3ស័ត្វ
ម្សៅមមីមួយម៉ែទៀតហើយបងប្អូនទាំងអស់គ្នានៅក្នុងខែជូតខែធ្នូនេះនៅទិសខាងត្បូងក៏ពាក់ព័ន្ធជាមួយនឹងទិសឆុងជាមួយនឹងទិសស្ដេចសត្វទិសស្ដេចសត្វជូតឆុងជាមួយទិសស្ដេចសត្វគឺទិសមមីនៅទិសខាងត្បូង5នៅទិសខាងត្បូងបើសិនជាបងប្អូនប៉ះពាល់ទៅលើផ្កាយលេខ5បងប្អូនអាចជួបជាមួយនឹងបញ្ហាឬគ្រោះមហន្តរាយធំពាក់ព័ន្ធគ្រប់បែបយ៉ាងមិនថាលុយកាក់សុខភាពសម្ព័ន្ធភាពឬមួយក៏គ្រោះថ្នាក់ផ្សេងទិសខាងត្បូងប៉ះទង្គិចជាមួយនឹងទិសឆុង3ត្រួតម្សាំងមមីមួយម៉ែនៅពេលដែលបងប្អូនប៉ះពាល់ដំស្វានធ្វើឲ្យមានសលេងរំខាននៅទិសខាងត្បូងនោះបងប្អូននឹងពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ទ្រព្យសម្បត្តិសម្ព័ន្ធភាពពាក់ព័ន្ធជាមួយនឹងការងារសុខភាពគ្រោះថ្នាក់ផ្សេងដូចគ្នាដែរឆុង3ត្រួតនិងផ្កាយលេខ5ឥទ្ធិពលគឺប្រហែលគ្នាបន្តមកនិយាយអំពីទិសដែលឆុងជាមួយនឹងទិសស្ដេចសត្វពេលដែលបងប្អូនប៉ះពាល់នឹងធ្វើឲ្យបងប្អូនជាប់ទាំងដោះស្រាយអីមិនចេញទេរកជំនួយមិនបានគេអត់ចូលចិត្តហើយបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាបងប្អូនដែលមានផ្ទះបែរមុខទៅទិសខាងត្បូងឬក៏ទិសផ្ទះបែរមុខទៅខាងត្បូងត្រូវការបុកគ្រឹះសាងសង់ផ្ទះឬមួយក៏ចំណុចផ្ទះបងប្អូននៅផ្នែកខាងត្បូងនឹងមានការខូចខាតនៅទីតាំងណាមួយបងប្អូនចង់ជួសជុលបងប្អូនប្រយ័ត្នប្រយែងបងប្អូនកុំធ្វើឲ្យសោះនៅក្នុងខែនេះបងប្អូនបើសិនជាដឹងថាបងប្អូននៅទិសខាងត្បូងនឹងចង់ធ្វើអ្វីបងប្អូនធ្វើនៅក្នុងខែកុលនេះហើយនៅសល់ជិត10ថ្ងៃដែរបងប្អូនអាចធ្វើការងារបញ្ចប់នៅក្នុងខែកុលពួកឯខែកុលនេះផ្កាយលេខ6គឺនៅទិសខាងត្បូងនឹងឯងបងប្អូនអាចធ្វើបានឬវេលាទៅអាចធ្វើបានបងប្អូននៅជិត10ថ្ងៃទៀតចំណែកឯចូលដល់ខែជូតគឺហាមដាច់ខាតទិសខាងត្បូងប៉ះពាល់ខ្លាំងណាស់បងប្អូនដែលមានទីតាំងស្នាក់នៅឬមួយក៏គេងផ្នែកខាងត្បូងនេះផ្ទះបងប្អូនអាចគេចពីទីតាំងនេះបានហើយកុំទៅប្រើទីតាំងនេះញឹកញាប់ឲ្យសោះបឋមយើងនិយាយអំពីផ្កាយវិជ្ជមានផ្កាយលេខ2នៅទិសខាងជើងជាងទិសខាងលិចជាផ្កាយជំងឺបងប្អូនក៏កុំទៅធ្វើអីផ្ដេសផ្ដាសបង្កឲ្យមានសម្លេងដំស្វាននៅទិសខាងជើងជាងទិសខាងលិចនេះដែរខ្លាចបង្កការកើតជំងឺផ្សេងជាបងប្អូនចង់ជួសជុលដំស្វាននៅទិសខាងជើងជាងទិសខាងលិចចំផ្កាយលេខ2នៅក្នុងខែជូតបងប្អូនអាចបន្សាបផ្កាយលេខ2បានហើយបងប្អូនត្រូវរើសវេលាឲ្យបានហ្មត់ចត់បើមិនចឹងទេបងប្អូនក៏អាចប៉ះទង្គិចផងដែរចូលមកដល់ផ្កាយលេខ7ផ្កាយអវិជ្ជមានបន្តមកទៀតគឺនៅទិសខាងត្បូងជាងទិសខាងលិចផ្កាយពាក់ព័ន្ធជាមួយនឹងចោលលួចចោលប្លន់ពាក់ព័ន្ធជាមួយនឹងការបាត់បង់លុយកាក់របស់ទ្រព្យពាក់ព័ន្ធជាមួយនឹងការមុតរបស់ស្រួចបងប្អូនបើសិនជាចង់ធ្វើការដំស្វាននៅទីតាំងនេះបងប្អូនអាចបន្សាបផ្កាយនេះបានបងប្អូនអាចរើសវេលាល្អដើម្បីធ្វើរឿងទាំងអស់នេះនិយាយអំពីផ្កាយលេខ3ផ្កាយវិជ្ជមាននៅទិសខាងលិចពាក់ព័ន្ធជាមួយនឹងផ្កាយចំនួនវិវាទប្តឹងផ្ដាល់នានាដោយសារផ្កាយលេខ3ពាក់ព័ន្ធជាមួយនឹងភាពក្លាហានខ្លាំងពេកបងប្អូនបើសិនជាទីតាំងនេះមានការខូចខាតចង់ជួសជុលដំស្វានបងប្អូនអាចប្រសាទផ្កាយលេខ3ហើយបងប្អូនអាចរើសវេលាឲ្យបានហ្មត់ចត់ហើយអវិជ្ជមានគឺត្រត្រង់ដោយទម្រង់អវិជ្ជមានទម្រង់ផ្ទះខាងក្រៅខាងក្នុងមិនល្អអនាម័យមិនល្អនោះនឹងធ្វើឲ្យផ្កាយកាន់តែមានភាពអាក្រក់ឡើងតែបើសិនជាបងប្អូនមានទម្រង់ផ្ទះល្អអនាម័យផ្ទះល្អទៅបង្កសម្លេងរំខានផ្កាយអវិជ្ជមានទាំងអស់នេះផ្កាយទាំងអស់នេះក៏អត់មានបញ្ហាអីធ្វើឲ្យបងប្អូនជួបជាមួយនឹងរឿងរ៉ាវផ្សេងដែរហើយបងប្អូនមើលទៅលើផ្កាយលេខ7ដែលជាផ្កាយវិជ្ជមានតែបើសិនជាទីតាំងនឹងយើងអត់ប៉ះពាល់ដំស្វានឬមួយក៏ទម្រង់វាល្អហើយអនាម័យក៏ល្អនោះធ្វើឲ្យបងប្អូនដែលមានផ្ទះបែរមុខទៅទិសខាងត្បូងជាងទិសខាងលិចនេះធ្វើឲ្យបងប្អូនអាចមានមុនស្នេហ៍ដោយពាក្យសម្ដីការចរចាវែកញែកផ្សេងតំណែងបងប្អូននឹងល្អដោយសារអីដោយសារផ្កាយលេខ7គឺពាក់ព័ន្ធជាមួយនឹងផ្កាយមុនស្នេហ៍នៃសម្ដីរបស់បងប្អូនផ្កាយលេខ3នៅទិសខាងលិចក៏ដូចគ្នាដែរបើសិនជាទម្រង់ផ្ទះរបស់បងប្អូនល្អផ្ទះបងប្អូនបែរមុខទៅទិសខាងលិចហើយអនាម័យផ្ទះបងប្អូនល្អជាពិសេសទ្វារផ្ទះបែរមុខទៅខាងលិចនេះអត់មានអ្វីដែលមកពិឃាតទេនោះនឹងធ្វើឲ្យសមាជិកនៅក្នុងក្រុមគ្រួសាររបស់បងប្អូនគឺមានភាពក្លាហាន
មានភាពឆ្លាតវាងវៃអត់ចេះខ្លាចគេទេពាក់ព័ន្ធជាមួយកូនដែលកូននៅក្នុងវ័យសិក្សាគឺគាត់រវិះរវៃឧស្សាហ៍ព្យាយាមសម្រាប់ផ្កាយលេខ3ដែលមានភាពវិជ្ជមានចូលមកដល់ប្រភេទផ្កាយវិជ្ជមានទាំង5ប្រភេទនិយាយអំពីផ្កាយលេខ1អញ្ចឹងផ្កាយលេខ1ដូចជារៀបរាប់ហើយយើងចូលមកដល់ផ្កាយលេខ4នៅទិសខាងជើងជាងទិសខាងកើតពាក់ព័ន្ធជាមួយនឹងផ្កាយស្នេហ៍ផ្កាយសតិបញ្ញាផ្កាយនៃការសិក្សារៀនសូត្របងប្អូនដែលមានកូនរៀនសូត្រឬមួយក៏បងប្អូនស្ត្រីចង់បានស្នេហ៍ប្រើប្រាស់ទីតាំងទិសខាងជើងជាងទិសខាងកើតដើម្បីយកឥទ្ធិពលល្អអំពីផ្កាយលេខ4ប៉ុន្តែទីតាំងនេះបងប្អូនទាំងអស់គ្នាបើសិនជាមានទម្រង់មិនល្អអនាម័យមិនល្អក៏ផ្ដល់ភាពអវិជ្ជមានផងដែរចូលមកដល់ផ្កាយលេខ6នៅទិសខាងជើងផ្កាយវិជ្ជមានពាក់ព័ន្ធជាមួយនឹងផ្កាយអំណាចជស្សៈផ្កាយការងារផ្សេងបងប្អូនចង់បានអំណាចចង់ឡើងប្រាក់ខែចង់មានការងារល្អធ្វើប្រើប្រាស់ឥទ្ធិពលផ្កាយលេខ6នៅទិសខាងជើងនៅក្នុងខែជូតនេះប៉ុន្តែថែរក្សាទីតាំងនេះឲ្យបានល្អកុំឲ្យមានទម្រង់ពិឃាតកុំឲ្យមានភាពងងឹតក្លិនឆ្អេះឆ្អាបទើបឥទ្ធិពលផ្កាយលេខ6ផ្ដល់ជូនបងប្អូនដែរចូលមកដល់ផ្កាយលេខ8នៅទិសខាងកើតផ្កាយលេខ8ជាផ្កាយលំហូរលុយចូលអត់ឈប់បងប្អូនដែលមានការងារធ្វើឬមួយក៏មុខរបរធ្វើបងប្អូនប្រើប្រាស់ផ្កាយលេខ8ឲ្យបានញឹកញយលំហូរលុយចូលសម្រាប់បងប្អូនមានការលក់ដូរប្រើប្រាស់ទីតាំងទិសខាងកើតនៅក្នុងខែជូតនេះប្រើប្រាស់ដែលស្ងប់ស្ងៀមព្រោះទីតាំងនេះគឺឆុងបីត្រួតប្រចាំឆ្នាំហើយកុំភ្លេចមើលទម្រង់នៅទីតាំងខាងកើតរបស់ផ្ទះបងប្អូនផងបើសិនជាទម្រង់មានការពិឃាតអនាម័យមិនល្អមិនមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ក៏ធ្វើឲ្យទីតាំងនេះមានភាពអវិជ្ជមានដែរចូលមកដល់ផ្កាយលេខ9នៅទិសខាងត្បូងជើងទិសខាងកើតគឺជាផ្កាយនៃភាពរីករាយសុភមង្គលកិត្តិយសយសស័ក្តិការច្នៃប្រឌិតការកកើតអ្វីថ្មីហើយក៏ជាផ្កាយលុយផងដែរហើយក៏ជាផ្កាយស្នេហ៍ផងដែរបងប្អូនទាំងអស់គ្នានៅទិសខាងត្បូងជើងទិសខាងកើតបងប្អូនអាចប្រើប្រាស់ទីតាំងនេះពេញមួយខែដើម្បីទទួលយកនៅសុភមង្គលភាពរីករាយដែលផ្ដល់ជូនបងប្អូនគ្រប់គ្នាដែលបងប្អូនធ្វើសកម្មភាពរបស់បងប្អូនល្អបងប្អូននឹងទទួលបានផលល្អតែទីតាំងនេះត្រូវចាំឲ្យបានច្បាស់ផ្កាយល្អផ្ដល់ឥទ្ធិពលល្អនៅពេលដែលទម្រង់ផ្ទះល្អផ្ទះដែលមានអនាម័យមានពន្លឺខ្យល់អាកាសចេញចូលគ្រប់គ្រាន់ល្អទាំង5ដួងផ្កាយលេខ1ផ្កាយលេខ4ផ្កាយលេខ6ផ្កាយលេខ8ផ្កាយលេខ9រឹតតែមានឥទ្ធិពលល្អផ្ដល់ដល់បងប្អូនរស់នៅទីតាំងណាមួយគឺដោយសារទម្រង់ផ្ទះរបស់បងប្អូនល្អជួយគាំទ្រទី2គឺអនាម័យនៅក្នុងផ្ទះបងប្អូនល្អជួយគាំទ្រទី3គឺខ្យល់អាកាសចេញចូលគេហៅថាបរិយាកាសល្អគឺជួយគាំទ្រផ្កាយល្អបន្តមកទៀតពាក់ព័ន្ធជាមួយនឹងកត្តាមនុស្សដែលមនុស្សជាអ្នកធ្វើសកម្មភាពជាអ្នកនិយាយសម្ដីសម្ដៅឲ្យល្អនៅក្នុងផ្ទះនោះផ្កាយល្អនឹងបញ្ចេញឥទ្ធិពលល្អទ្វេដងជូនដល់បងប្អូនទាំងអស់គ្នានៅកន្លែងនេះខ្ញុំសូមនិយាយអំពីផ្ទះបងប្អូននៅក្នុងខែជូតខែធ្នូដែលមានផ្ទះបែរមុខទៅទិសខាងកើតកតុយខាងលិចឬមានផ្ទះបែរមុខទៅទិសខាងលិចកតុយខាងកើតបងប្អូនមានផ្កាយលេខ8ផ្កាយលេខ3នៅសងខាងគឺជាផ្កាយលំហូរលុយកាក់ផ្កាយនៃការរកលុយផ្កាយនៃភាពក្លាហានការលក់ដាច់បងប្អូនដែលមានការរកស៊ីលក់របស់ផ្សេងនឹងលក់ដាច់នៅក្នុងខែជូតនេះតែបងប្អូនត្រូវចាំអំពីទម្រង់ផ្ទះទ្វារផ្ទះបងប្អូនកុំឲ្យមានការពិឃាតណាហើយថែរក្សាអនាម័យផ្ទះឲ្យបានល្អបងប្អូនមើលបើកបង្អួចបើកអគ្គិសនីឲ្យមានពន្លឺគ្រប់គ្រាន់នៅក្នុងផ្ទះរបស់យើងដើម្បីជួយដល់លំហូរនៃផ្កាយលេខ8លេខ1លេខ3មួយខ្សែហ្នឹងតបមកបងប្អូនដែលមានផ្ទះបែរមុខទៅទិសខាងជើងជើងទិសខាងកើតឬមួយក៏ផ្ទះបែរមុខទៅទិសខាងត្បូងជើងទិសខាងលិចផ្កាយលេខ4ផ្កាយលេខ7 417លំហូរផ្កាយល្អធ្វើឲ្យបងប្អូនអ្នករស់នៅក្នុងផ្ទះដែលមានមុខបែរទៅទិសខាងជើងជើងទិសខាងកើតឬបែរមុខទៅទិសខាងត្បូងជើងទិសខាងលិចឬមួយក៏ទ្វារផ្ទះនៅចំទីតាំងទិសជើងជើងកើតឬទិសត្បូងជើងលិចសម្បូរទៅដោយស្នេហ៍បងប្អូនដែលត្រូវការស្នេហ៍នៅក្នុងខែជូតនេះ
គឺអត្តពលស្នេហ៍ចូលមកដល់ផ្ទះបងប្អូនហើយសមាជិកនៅក្នុងក្រុមគ្រួសាររបស់បងប្អូនមានភាពឆ្លាតវាងវៃពូកែចរចាពូកែសិក្សាពូកែស្រាវជ្រាវនិងអាចស្វែងរករបបកំហើញថ្មីៗនៅក្នុងខែនេះហើយអាចបញ្ចេញទៅឲ្យអ្នកដទៃឃើញអំពីស្នាដៃរបស់បងប្អូនផ្ដើមទី1និយាយអំពីហុងស៊ុយប្រចាំខែជូតខែធ្នូនាងខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណេះសិនសូមអរគុណនិងសូមជម្រាបលា